សួស្តីអ្នកស្ដាប់ទាំងអស់គ្នាកាលពីវគ្គមុនខ្ញុំបានបកស្រាយនៅប្រធានបទមួយហើយដែលមានចំណងជើងថានៅជាមួយនឹងបេះដូងបន្ទាប់មកវគ្គនេះខ្ញុំនឹងបកស្រាយប្រធានបទបន្តទៀតដែលមានចំណងជើងថានៅជាមួយនឹងខ្លួនឯងសូមអញ្ជើញរីករាយស្ដាប់នាងខ្ញុំដូចតទៅពេលខ្លះយើងមិនមែនកាត់ទុកអ្វីទេប៉ុន្តែយើងគ្រាន់តែត្រូវការពេលនៅម្នាក់ឯងនៅជាមួយនឹងខ្លួនឯងសម្រាកនៅក្នុងកន្លែងដ៏ស្ងប់ស្ងាត់អាចជាពេលបញ្ចូលថ្មជីវិតបន្ទាប់ពីប្រើគំនិតគិតច្រើននាពេលកន្លងមកបើយើងជាអ្នកនឿយហត់អញ្ចឹងថាមពលពិតប្រាកដក៏ត្រូវតែកើតចេញពីខ្លួនយើងខ្លួនឯងមិនបាច់ស្វែងរករបស់ក្រៅខ្លួនឯណាទេចូលគ្រាន់តែចំណាយពេលនៅជាមួយនឹងខ្លួនឯងដោយលែងគំនិតឲ្យគិតទទេនេះហើយគឺជាការសម្រាកហើយគឺអ្នកនេះឯងដែលជាកន្លែងបង្កើតថាមពលដឹងទេជីវិតប្រែជានឿយហត់ដោយសារតែចិត្តគំនិតប្រឹងរត់គេចពីខ្លួនឯងដំណាក់កាលដំបូងដែលអ្នកបានឃើញចរាចរណ៍របស់ចិត្តគំនិតអារម្មណ៍នៅក្នុងខ្លួនប្រែជាស្រងេះស្រងោចហាក់ដូចជាកំពុងតែបាត់បង់អ្វីម្យ៉ាងគឺចិត្តគិតថាវាបាត់បង់សេរីភាពប៉ុន្តែសម្រាប់អ្នកគឺកំពុងតែទទួលបានពេលវេលារបស់ខ្លួនឯងមកវិញគ្មានអ្វីល្អប្រសើរជាងការនេះទៀតទេអញ្ចឹងទេចូលរៀនសម្រាកចាប់ពីពេលនេះទៅជាធម្មតាមនុស្សយើងតែងតែចង់បានគ្នាដើម្បីសន្ទនាឬក៏ទៅណាមកណាសាងអនុស្សាវរីយ៍ដ៏ស្និទ្ធស្នាលជាមួយនឹងគ្នាប៉ុន្តែនៅពេលដែលយើងរកមិនបានយើងត្រូវចេះនៅជាមួយនឹងខ្លួនឯងនិងស្វែងរកខ្លឹមសារជីវិតតែម្នាក់ឯងតែមិនឯកាថែមទាំងអាចញញឹមប្រាប់គេថាខ្ញុំមានក្តីសុខពិតប្រាកដកុំរងចាំមនុស្សដែលមិនទាន់ចូលមកដល់កុំរស់នៅក្នុងក្តីស្រមៃស្រមៃនៃថ្ងៃអនាគតចូលរស់នៅក្នុងខណៈនេះថ្ងៃនេះហើយចូលទទួលយកខ្លួនឯងដើម្បីស្វែងរកសម្រស់ឲ្យឆាកជីវិតនៅជាមួយនឹងខ្លួនឯងរាល់ជំហានត្រូវបានដឹងរាល់គំនិតត្រូវបានឃើញនៅជាមួយនឹងខ្លួនឯងលែងមានពេលវេលានិងទីកន្លែងព្រោះខ្លួនឯងមានតែក្នុងខណៈនេះដកការចងចាំដកក្តីស្រមៃគ្មានសាច់រឿងអ្វីអាចរំខានយើងទៀតឡើយគ្មានឡើយការខកចិត្តគំនិតគុំគួនគ្មានសូម្បីតែការអភ័យព្រោះយើងគ្រាន់តែជាសាក្សីចំពោះអ្វីដែលត្រូវកើតឡើងយើងលែងចូលតួទៅសម្ដែងសាច់រឿងនៅក្នុងសុបិននោះទៀតហើយដោយសារតែយើងបានភ្ញាក់ពេលនៅជាមួយនឹងខ្លួនឯងបេះដូងរមែងត្រជាក់ស្រេងមិនមែនត្រជាក់រងាឬក៏ឯកាទេតែត្រជាក់ស្ងប់ស្ងាត់រាល់ពេលនៅជាមួយខ្លួនឯងបេះដូងតែងតែត្រជាក់ស្រេងហាក់ដូចជាទឹកអម្រឹតជាទីជម្រកតួចិត្តទាំងឡាយឬជាគោលដៅចុងក្រោយនៃចរន្តទឹកចិត្តរបស់យើងខ្ញុំនៅត្រង់នេះខ្ញុំមិនដែលទៅចោលអ្នកណាឡើយខ្ញុំតែងតែស្រែកដង្ហើយហៅអ្នកពីក្រោយខ្នងខ្ញុំគឺជាបេះដូងរបស់អ្នកខ្ញុំផ្ដល់ឲ្យអ្នកនៅការសម្រាកដ៏ស្កប់ស្កល់នៅក្នុងលំហូរដ៏ធំធេងនេះកុំខ្លាចព្យុះភ្លៀងផ្គររន្ទះទាំងនោះឡើយព្រោះពួកគេគ្រាន់តែជាសំឡេងដង្ហើយហៅរបស់ខ្ញុំតែប៉ុណ្ណោះកុំខ្លាចអ្វីឡើយព្រោះចុងក្រោយនៃក្តីខ្លាចមួយនោះយើងនឹងបានជួបគ្នាអ្នកនឹងបើកភ្នែកដោយញញឹមនិងបិទភ្នែកដោយស្កប់ស្កល់នៅពេលដែលបានប៉ះពាល់ត្រូវនៅភាពជាខ្លួនឯងពួកឯងគឺគ្រប់ទីកន្លែងគ្រប់ពេលវេលាបើកភ្នែកដ៏រីករាយបិទភ្នែកក៏រីករាយព្រោះតែបាននៅជាមួយនឹងក្តីស្រឡាញ់ដ៏បរិសុទ្ធភ្ជាប់ទំនាក់ទំនងនឹងខ្លួនឯងអ្នកនឹងលែងឯកាក្នុងលោកនេះប្រហែលជាមានអ្នកណាម្នាក់ធ្វើឲ្យអ្នកបានស្គាល់ខ្លួនឯងក៏ប្រហែលជាទេសភាពនៅជុំវិញខ្លួនអន្រួនចិត្តអ្នកឲ្យត្រឡប់មកកាន់ខ្លួនឯងដែលជាកន្លែងសម្រាកប្រកបដោយសន្តិភាពប្រសិនបើអ្នកបានស្គាល់ទីនេះហើយ
កុំបីឡើយត្រាច់ទៅណាឆ្ងាយហើយក៏ឧស្សាហ៍ដាស់ចិត្តជារឿយៗឲ្យវិលបកមកកាន់ខ្លួនឯងវិញផងសូមលើកយករឿងនិទានមួយដោយថ្លែងអំពីត្រីធ្វើដំណើរស្វែងរកមហាសមុទ្រព្រោះតែឮគេប្រាប់ថាបើកាលណាបានទៅដល់សមុទ្រខ្លួននឹងមានជីវិតអមតៈដូច្នោះត្រីក៏ចាប់ផ្ដើមធ្វើដំណើរជាមួយនឹងគំនិតស្រមើស្រមៃតាមអ្វីដែលគេបានរៀបរាប់អំពីសមុទ្រត្រីទន្ទិញក្នុងចិត្តថានៅក្នុងទឹកសមុទ្រមានអុកស៊ីសែននិងអ៊ីដ្រូសែនហើយដោយហេតុនេះវាពិតជាត្រេកអរណាស់នៅពេលដែលបានហែលប៉ះសារធាតុទាំងពីរនេះម្ដងដោយសេចក្តីព្យាយាមត្រីក៏អាចអណ្ដែតខ្លួនឡើងលើនិងពាល់នៅពាក្យសម្ដីដែលគេនិយាយប្រាប់វាថាជាបន្តបន្ទាប់អស្ចារ្យណាស់ត្រីរំភើបចិត្តឥតឧបមាបន្ទាប់មកនារាត្រីកាលមួយនោះត្រីស្រាប់តែស្ដាប់ឮសំឡេងខ្យល់សមុទ្របក់ប៉ះត្រចៀកបានមួយខណៈដែលជាលើកដំបូងនៅក្នុងជីវិតសំឡេងខ្យល់សមុទ្រនៅជិតខ្លួនខ្ញុំហើយទេតាប្រកាសណាស់ខ្ញុំជិតបានទៅដល់មហាសមុទ្រហើយត្រីដល់កំសត់គិតតែម្នាក់ឯងតាមផ្លូវទៅរកខ្លួនឯងដើរអស់មួយជុំទើបដឹងថាខ្ញុំតែងតែនៅត្រង់នេះទីណាដែលមានសុវត្ថិភាពនិងសេចក្តីស្ងប់ទីនោះគឺជាផ្ទះសុខទុក្ខគឺជារបស់មនុស្សស្ងប់ស្ងាត់គឺជារបស់ធម្មជាតិមិនមែនជារបស់អ្នកណាប៉ុន្តែអ្នកណាក៏ដោយក៏សុទ្ធតែអាចទៅកាន់ទីនោះនាពេលណាមួយខ្ញុំសូមបញ្ចប់នៃអត្ថបទនឹងតែប៉ុណ្ណឹងសូមរងចាំស្ដាប់នៅអត្ថបទបន្តទៀតអរគុណបើសិនជាបងប្អូនពេញចិត្តសូមជួយ Subscribe Channel របស់នាងខ្ញុំផងណា